សួស្តីបងប្អូនទាំងអស់គ្នានេះណែនាំឲ្យស្គាល់ពីខ្នោព្រៃនេះខ្នោព្រៃវាបងប្អូនដែលដើរព្រៃគាត់ស្គាល់ហើយតែអ្នកដែលអត់ដែលធ្លាប់ដើរព្រៃគឺអត់ហើយស្គាល់ទេខ្នោព្រៃនេះវាជាប្រភេទស្តៀងនឹងខ្នោយើងដែរណាស្លឹកវាធំជាងខ្នោស្រុកយើងធម្មតាស្លឹកវាស្តៀងនឹងសាកេក៏ដូចនឹងតែផ្លែវាប៉ិនផ្លែសាកេនឹងធំជាងផ្លែសាកេខ្លះទៅតាមទម្រង់ដើមល្អឬមិនល្អនេះដើមនេះវែងកម្ពស់ប្រហែលជាចូលជិត3ម៉ែត្រហើយគល់វានេះឡើងត្រង់មកបែកមែកទៅនេះហើយវាមានទំហំធំរយៈពេល5ឆ្នាំ6ឆ្នាំហ្នឹងហើយជាចេញផ្កាចេញផ្លែនេះគឺទម្រង់ដើមរបស់វាហើយបែកមែកធំដែរតែផ្ដើមធំខ្នោព្រៃនេះរសជាតិផ្អែមដូចគ្នាតែវាសម្បូរគ្រាប់វាស្តៀងទៅនឹងចម្ប៉ាដកយើងហើយនឹងសាកេវាផ្សេងតែទម្រង់ស្លឹករបស់វាស្តៀងសាកេស្លឹកវារោមយើងអាចលមាស់បន្តិចប៉ះទៅលមាស់រោមដូចស្លឹកខ្នោស្លឹកសាកេស្លឹកចម្ប៉ាដកដូចគ្នាវាមានទម្រង់ដូចគ្នាប៉ុន្តែគេហៅវាថាខ្នោព្រៃតែប៉ុណ្្នឹងឯងហើយមានរសជាតិផ្អែមឈ្ងុយជាប់មាត់ដូចគ្នាបងប្អូនណាខ្លះដែលធ្លាប់ហូបហើយទម្លាក់ខមមិនបាននេះហើយប្លែកតាមឈើប្លែកណាហើយវាដុះនៅនេះនៅតាមតំបន់ព្រៃភ្នំឥឡូវវាដុះនៅក្នុងគុម្ពចេកព្រៃតែម្ដងតាមរយៈអាចសត្វបញ្ចេញមកនេះចេកព្រៃហើយនេះកំពុងចាស់ចេកព្រៃវាមានទម្រង់ផ្អែមក៏អូបតូចតែគ្រាប់ទាំងអស់សិតតែគ្រាប់ខ្លះគេហៅថាចេកគ្រាប់តែអាចគេអត់ធ្លាប់ស្គាល់តែវាជាចេកព្រៃវាមានក្លិនឈ្ងុយក៏អូបប្រហើរជាប់មាត់ដើមមិនធំហ្មងនេះដោយសារវាអត់សូវមានទឹកខែភាសាមិនធំនេះគុំវាច្រើនគុំបែកច្រើនណាចេកព្រៃរុក្ខជាតិឆ្ងាញ់មានអត្ថប្រយោជន៍ច្រើនដើមស្លម្ជូរក៏បានយកទៅផ្ទាប់ជាមួយនឹងសាច់អាំងកាន់តែពិសេសដើមវាត្រឡប់តែខ្លាញ់ផ្អែមទន់ឆ្ងាញ់មានរសជាតិស្រួយឆ្ងាញ់បើឆៅស្រួយឆ្ងាញ់បើយើងត្រឡប់ខ្លាញ់ទន់ឆ្ងាញ់ជាងចេកធម្មតាតែផ្លែវាយើងហាលឲ្យក្រៀមត្រូវជាថ្នាំផ្សេងត្រូវជាត្រាំស្រាក៏បានណាតែយកចេកវាយើងដូចទៅយកចេកយើងធម្មតាអញ្ចឹងតែវាមានរសជាតិឆ្ងាញ់ជាងទៅយកចេកធម្មតាអញ្ចឹងយើងអាចញ៉ាំបានជ្រលក់ប្រហុកផ្ទាប់ទឹកគ្រឿងបើប្រហុកអីទៅ